តោះបងប្អូនមកមើលពីការមើលរង្វាន់ទឹកក្រូចវឹកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចាញ់លែងការពីមើលរង្វាន់អញ្ចឹងរង្វាន់ថ្ងៃនេះគឺទឹកក្រូចវឹកហើយទឹកកកមួយកែវហើយវឹកនេះខ្ញុំចំណាយតែ 1000 ទេហើយទៅទិញទឹកក្រូចវឹកបានម្ដងដឹងមូលហេតុអីអត់មូលហេតុគឺខ្ញុំយកកង្វល់ស្រាបៀរទៅដូរយកភេទជ្ជៈវឹកនេះបានចំនួនម្ដងយើងចំណាយអស់តែ 1000 ទេបងប្អូនចំណាយអស់តែ 1000 ទេយើងបានទឹកកកមួយកែវហើយទឹកក្រូចភេទជ្ជៈវឹកនេះម្ដងហើយចំពោះការមើលរង្វាន់គឺយើងមើលរង្វាន់មានបងប្អូនខ្លះមិនទាន់ដឹងពីការមើលរង្វាន់នេះហើយក៏មានក្មេងៗមួយចំនួនក៏ចេះមើលដែរតែភាគច្រើនគឺមើលខុសអត់ដឹងតែខុសអត់ដឹងតែត្រូវទេតែថ្ងៃនេះខ្ញុំមានវិធីសាស្ត្រងាយៗដើម្បីឲ្យកាន់តែងាយសម្រាប់ថាភេទជ្ជៈហ្នឹងត្រូវឬអត់បងប្អូនតាមដានទស្សនាទាំងអស់គ្នាហើយយើងហូបភេទជ្ជៈយើងដាក់ទឹកកកមួយកែវទៅហើយភេទជ្ជៈនេះមួយកំប៉ុងទៅដើម្បីវាកាត់ជាតិផ្អែមដែរបងប្អូនហើយនេះផលិតផល work ហើយចំពោះការមើលរង្វាន់យើងមើលមកជុំមកមានកន្លែងណាទេបងប្អូនណាដឹងជួយប្រាប់ផងហើយបន្តិចទៀតខ្ញុំនឹងប្រាប់វិធីសាស្ត្រនៃការមើលរង្វាន់ទាំងអស់គ្នានៅលើកង្វល់នេះគឺមានអក្សរ K អក្សរ B ហើយលេខ 2 ហើយកន្លែងនេះគឺ A S លេខ 3 បងប្អូនអញ្ចឹងយើងចូលសាច់រឿងយើងមើលទៅសាច់រឿងយើងគឺថ្ងៃនេះគឺយើងធ្វើនេះគឺដើម្បីមើលភេទជ្ជៈ work ហ្នឹងមានរង្វាន់ឬក៏អត់វិធីសាស្ត្រងាយៗដែលមនុស្សភាគច្រើនមិនបានដឹងពីវិធីសាស្ត្រងាយៗនេះបើយើងមើលជាក់ស្ដែងមើលមកជុំទៅយើងអត់ដឹងថាក្នុងរង្វិលកំប៉ុងនេះត្រូវឬអត់ទេយើងអត់ទាន់ដឹងទេបើយើងកាន់អញ្ចឹងយើងមើលទៅអត់ដឹងថាត្រូវឬអត់ទេបងប្អូននេះយើងមើលទៅអត់ដឹងថាត្រូវឬអត់ទេសំបីតែភ្នែកធម្មតាភ្នែកមានស្អីផ្សេងមើលក៏មកមើលមិនដឹងដែរបងប្អូនតែខ្ញុំប្រាប់តែវិធីសាស្ត្រមួយដែលយើងមើលដឹងថាក្នុងនឹងត្រូវឬក៏អត់អញ្ចឹងណាអញ្ចឹងឥឡូវយើងទៅតាមដានទាំងអស់គ្នាទី1គឺយើងមើលទៅលើកំប៉ុងហ្នឹងតើកន្លែងណាគឺកន្លែងដែលត្រូវយើងមើលដឹងថាវាត្រូវរង្វាន់ឬអត់ចំណុចពិសេសនេះគឺត្រង់នេះយើងដឹងថាត្រូវឬអត់នៅត្រង់នេះយើងមើលទៅមួយដុំនេះទៅយើងមើលតែម្ដុំនេះទៅបងប្អូនមើលតែម្ដុំនេះទៅតោះមកយើងមើលតែម្ដុំហ្នឹងហើយយើងថាដើម្បីចង់ដឹងយើងធ្វើម៉េចនេះយើងវិធីសាស្ត្រទី1គឺយើងកោះមកបងប្អូនកោះប៉ុណ្ណឹងហើយយើងអត់ដឹងត្រូវផងណាយើងអត់ដឹងត្រូវទេយើងធ្វើម៉េចទៀតបន្តបងប្អូនជួយប្រាប់មើលយើងធ្វើម៉េចទៀតទី2យើងកោះសឹមមកនេះបងប្អូននេះបងប្អូនត្រូវអត់បងប្អូនត្រូវអត់អានេះយើងជាក់ស្ដែងយើងមើលជាក់ស្ដែងទាំងអស់គ្នាត្រូវថាត្រូវខុសថាត្រូវបងប្អូនណាវិធីសាស្ត្រងាយៗគ្រាន់តែយើងទិញហើយយើងកោះកវលកំប៉ុងមកយើងមើលមកចំពោះខ្ញុំមើលទៅអត់ត្រូវទេបងប្អូននេះអត់ត្រូវគឺថាអត់ត្រូវគឺថាត្រូវមកបងប្អូនណាអត់ត្រូវទេ2ដងហើយវីដេអូមុនក៏ខ្ញុំប្រាប់បង្ហាញដែរគឺអត់ត្រូវមែនបងប្អូនដើម្បីតាមគេថាមានរង្វាន់ឥឡូវខ្ញុំកោះទៅ2ដងហើយអត់ត្រូវទេបាទបងប្អូនងាយយល់អញ្ចឹងយើងមានអីទៅបងប្អូនចាក់ហូបទៅក៏អត់ត្រូវទេអត់បានអីតទៀតទេបងប្អូនបើអត់ត្រូវផងហើយបានទៅដូរស្អែកទៀតលើអត់ត្រូវបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះសូមអរគុណបងប្អូន